បាទសួស្តីបងប្អូនដែលជាសិស្សនិស្សិតនិងយុវជនដែលកំពុងសិក្សាជាបន្តថ្ងៃនេះខ្ញុំសូមចែករំលែកជាបន្តទៀតពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្តហើយនេះជាភាគទី2ក៏ដូចជាភាគបញ្ចប់ដែលបញ្ជាក់អំពីគុណសម្បត្តិដែលយើងមិនអាចកាត់ថ្លៃបានតាមរយៈការចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តដែលចំណុចទី1នោះគឺទាក់ទងជាមួយនឹងការកសាងសមត្ថភាពសម្រាប់ខ្លួនឯងអញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាការចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តគឺយើងអាចទទួលបានការរៀនសូត្រពីក្នុងចំណោមមនុស្សជុំវិញខ្លួនយើងតាមកម្រិតនៅសមត្ថភាពសញ្ញាបត្រនិងបទពិសោធន៍រៀងៗខ្លួនពួកគាត់ចែករំលែកឲ្យយើងចែករំលែកឲ្យគាត់ហើយដូច្នេះខ្ញុំថាចំណុចទី1នេះគឺមានសារៈសំខាន់គឺយើងអាចកសាងនិងស្វែងយល់រៀនសូត្រពីពួកគាត់ដើម្បីមកឆ្លើយតបជាមួយនឹងសមត្ថភាពដែលយើងកំពុងតែមានបច្ចុប្បន្នចំណុចទី2គឺយើងទទួលបាននូវឱកាសការងារកាលណាដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តគឺយើងទទួលបាននូវចំណេះដឹងថ្មីហើយការងារថ្មីអញ្ចឹងនៅពេលដែលយើងបញ្ចប់ការងារស្ម័គ្រចិត្តនៅទីនោះគឺយើងនឹងទទួលបាននូវវិញ្ញាបនបត្រឬក៏លិខិតបញ្ជាក់អំពីការងារស្ម័គ្រចិត្តនៅពេលដែលយើងបានលិខិតនេះហើយទៅបំពេញការងារនៅទីណាក្រសួងស្ថាប័នឬក៏កន្លែងណាដែលគេត្រូវការជ្រើសរើសបុគ្គលិកគឺយើងភ្ជាប់ជាមួយនឹងសញ្ញាបត្រក៏ដូចជាលិខិតបញ្ជាក់នេះទៅគឺយើងមានឱកាសជាងគេក្នុងការទទួលបាននូវការងារសម្រាប់ឆ្លើយតបទៅនឹងការចង់បាននូវការងារពីក្រុមហ៊ុនឬក៏វិស័យឯកជនទាំងអស់នោះចំណុចទី3គឺយើងទទួលបាននូវការរៀនសូត្រនៅការធ្វើការងារជាក្រុមដែលខុសប្លែកអំពីការបំពេញការសិក្សារៀនសូត្រនៅក្នុងថ្នាក់ព្រោះដោយសារក្នុងថ្នាក់គឺយើងរៀនជំនាញតែមួយប៉ុន្តែការងារស្ម័គ្រចិត្តនៅពេលដែលយើងចូលចំណោមជាមួយនឹងមហាជនឬក៏យុវជនដទៃផ្សេងទៀតគឺពួកគាត់មកពីកន្លែងផ្សេងគ្នាជំនាញផ្សេងគ្នាបទពិសោធន៍ផ្សេងគ្នាហើយក៏ដូចជាអាយុនិងចំណេះជំនាញផ្សេងគ្នាដែរអញ្ចឹងនៅពេលដែលយើងជួបជាមួយពួកគាត់គឺយើងទទួលបាននៅបទពិសោធន៍ថ្មីតាមរយៈការបំពេញការងារជាក្រុមដោយយើងមានភាពជាក់លាក់មួយត្រង់ថាចេះបែងចែកពេលវេលាច្បាស់លាស់ចេះគោរពពេលវេលាចេះមានការទទួលខុសត្រូវនិងចេះស្ដាប់និងយកចិត្តទុកដាក់ក្នុងការងារដែលមានប្រធានឬក៏អនុប្រធានក្រុមឬក៏សមាជិកចេះផ្លាស់ប្ដូរយោបល់ឲ្យគ្នាទៅវិញទៅមកជាដើមចំណុចទី3ទី4នោះគឺពាក់ព័ន្ធជាមួយនឹងគំនិតច្នៃប្រឌិតបាទព្រោះហេតុអីបានខ្ញុំថាយើងទទួលបាននៅគំនិតច្នៃប្រឌិតបើយើងមិនបានជួបជាមួយពួកគាត់ក៏យើងអាចដឹងថាសមត្ថភាពនិងចំណេះដឹងរបស់ពួកគាត់ដែលជាអ្នកស្ម័គ្រចិត្តដូចគ្នានៅក្នុងអង្គភាពដែលយើងស្ម័គ្រចិត្តនោះបានចែករំលែកមកយើងដែរអញ្ចឹងការងារស្ម័គ្រចិត្តនៅពេលដែលយើងជួបមួយពួកគាត់មានសមត្ថភាពចំណេះដឹងចំណេះធ្វើផ្សេងគ្នាហើយយើងក៏មានផ្សេងគ្នាអញ្ចឹងចែករំលែកគ្នាទៅវិញទៅមកទៅធ្វើឲ្យយើងមានផ្នត់គំនិតនិងមានគំនិតច្នៃប្រឌិតមួយប្លែកថ្មីហើយទាក់ទាញនូវប្រជាប្រិយភាពនៅពេលដែលយើងទៅបំពេញការងារនៅកន្លែងផ្សេងបានយើងដឹងថាអូអាហ្នឹងគេនឹងទទួលស្គាល់ថាអូយើងមានគំនិតច្នៃប្រឌិតចេះបត់បែនទៅតាមសភាពការឬក៏ការបំពេញការងារមួយប្រកបដោយមានទំនួលខុសត្រូវខ្ពស់ស្របទៅតាមបច្ចេកវិទ្យា Digital ឬក៏តាមបែបយុវជនក្នុងសតវត្សទី21ជាដើមចំណុចទី5ដែលជាចំណុចសំខាន់និងចុងក្រោយនៃអត្ថប្រយោជន៍និងគុណសម្បត្តិនៃការចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តគឺពាក់ព័ន្ធជាមួយនឹងការទទួលនៅបទពិសោធន៍ថ្មីហេតុអីបានថាជាបទពិសោធន៍ថ្មីពីព្រោះថាយើងកំពុងតែរៀនឬក៏យើងបំពេញការងារនៅតែមួយអង្គភាពយើងអាចដឹងថាអ្វីដែលជាបទពិសោធន៍ថ្មីព្រោះដោយសារនៅកន្លែងនោះសាលារៀននោះឬក៏ជំនាញនោះឬក៏ក្រសួងស្ថាប័ននោះយើងមានតែផ្នែកមួយដែលយើងចេះតែមួយផ្នែកតែនៅពេលដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តគឺយើងមានការចូលរួមពីចម្រុះមនុស្សចម្រុះអាយុចម្រុះជំនាន់គេហៅជំនាន់ Gen X Gen Z Gen Y អញ្ចឹងជាដើមណាសមត្ថភាពក៏ផ្សេងគ្នាដែរអញ្ចឹងយើងបានជួបជាមួយពួកគាត់ហើយយើងទទួលបាននូវបទពិសោធន៍ថ្មីដែលខុសប្លែកអំពីការសិក្សារៀនសូត្រឬក៏កន្លែងបំពេញការងារយើងតែមួយហើយចំណុចដែលសំខាន់នៅក្នុងចំណុចទី5នេះទៀតសោតនោះនៅពេលដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តយើងក៏ទទួលបាននូវការចូលរួមសកម្មភាពថ្មីជាច្រើនតាមរយៈការចូលរួមកិច្ចប្រជុំសម្រាប់ជាក្រុមការងាររៀបចំកិច្ចប្រជុំជាចូលរួមជាសិក្ខាកាមក្នុងវេទិកាសាធារណៈជាវេទិកាជជែកដេញដោលយុវជនថ្នាក់ជាតិនិងអន្តរជាតិការចូលរួមបោះជំរំឬក៏សន្និសីទ
អីផ្សេងជាដើមដែលទាំងអស់នេះគឺយើងអាចមានលុយឬក៏មានសមត្ថភាពហើយយើងអាចទៅទទួលបាននោះទេទាល់តែយើងលះបង់កម្លាំងកាយចិត្តហើយយើងស្ម័គ្រចិត្តហើយយើងស្រឡាញ់ទៀតជាមួយនឹងការងារស្ម័គ្រចិត្តទាំងអស់នេះទើបយើងទទួលបាននៅចំណុចទី5ដែលសំខាន់ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ថ្មីអញ្ចឹងជារួមគឺយើងមាន5ចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិនៃការចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តហើយប្រសិនបើបងប្អូនជាសិស្សនិស្សិតនិងយុវជនស្រឡាញ់និងចូលចិត្តវីដេអូនេះសូមកុំភ្លេចចែករំលែកហើយនឹងខមមិនជួយខមមិនលើកទឹកចិត្តដើម្បីឲ្យខ្ញុំរៀបចំជាវីដេអូថ្មីសម្រាប់ចែករំលែកទៅដល់បងប្អូនដែលជាយុវជននិងនិស្សិតបានទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតហើយនឹងចែករំលែកទៅកាន់មិត្តភ័ក្តិនិងសមាជិកដទៃផ្សេងទៀតឲ្យកាន់តែទូលំទូលាយផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយនឹងប្រធានបទថ្មីហើយបើចង់ស្ដាប់ឬក៏ចង់ដឹងពីខ្លឹមសារអ្វីផ្សេងទៀតអាចខមមិនប្រធានបទឲ្យខ្ញុំដើម្បីសិក្សាស្រាវជ្រាវនិងចែករំលែកបន្តទៀតក្នុងនាមជាយុវជនចំនួន Gen អីសូមជួយប្រាប់ផងបាទសូមអរគុណសូមជម្រាបលា